បាទខ្ញុំបាទហេងថាសវុតសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈថ្មីនេះខ្ញុំបានទទួលដំណឹងថាសភាអាមេរិកបានអនុម័តច្បាប់728ដែលផ្ដើមឡើងដោយសមាជិករដ្ឋសភាអាមេរិកលោក Ellen Lowenthal ដែលមួយរយៈកន្លងមកបានអនុម័តតាមសភាថ្នាក់ទាបឥឡូវនេះបានអនុម័តនៅច្បាប់ទាំងឡាយដោយសភាកម្ពុជារបស់អាមេរិកដូច្នេះហើយគឺជាសំណាងមួយបាទចំពោះជនជាតិខ្មែរជាពិសេសអ្នកស្នេហាជាតិមិនថាគណៈបកណាទេប្រសិនបើបងប្អូនខ្មែរទាំងអស់មានគំនិតជាតិនិយមយល់ពីសារៈប្រយោជន៍នៃច្បាប់នោះយើងនឹងអបអរសាទរលើកលែងតែពួកជនកុម្មុយនីសមួយក្តាប់តូចហើយមនុស្សដែលពុំយល់នៅសារៈសំខាន់នៃច្បាប់នោះបាទខ្ញុំពុំអត្ថាធិប្បាយវែងឆ្ងាយអំពីបញ្ហាច្បាប់728នោះទេព្រោះនេះជាកាតព្វកិច្ចរបស់បងប្អូនខ្មែរជាពិសេសសមាគមសម្ព័ន្ធមិត្តខ្មែរអាមេរិកដែលបានដិតដៃដិតជើងណាធ្វើយ៉ាងណាដើម្បីឲ្យច្បាប់នោះបានសម្រេចហើយខ្ញុំគ្រាន់តែសូមបញ្ជាក់ជូនជម្រាបបងប្អូនទាំងអស់គ្រប់គណៈបកទាំងអស់បាទជាពិសេសអ្នកស្នេហាជាតិទាំងឡាយថាច្បាប់អ្វីក៏ដោយដែលសភាអាមេរិកបានអនុម័តគេនឹងអនុវត្តទៅអនាគតបាទច្បាប់ទាំងឡាយដែលគេធ្វើឡើងសម្រាប់ប្រទេសកម្ពុជាគឺសម្រាប់ជួយប្រទេសកម្ពុជាគ្រប់កលៈទេសៈទាំងអស់ចំពោះអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យបាទចំពោះមនុស្សកុម្មុយនីសនិយមខ្ញុំពុំអត្ថាធិប្បាយអ្វីវិញឆ្ងាយទេក៏ប៉ុន្តែបើយើងជាជនជាតិខ្មែរយើងត្រូវយល់ពីសារៈប្រយោជន៍នៃច្បាប់របស់អាមេរិកយើងចាប់យកច្បាប់នោះមកប្រើប្រាស់មិនមែនដើម្បីបកគលទេគឺដើម្បីជាតិសាសន៍យើងជាតិសាសន៍ខ្មែរយើងបាទដែលកន្លងមកពុំសូវដែលមានសភាអាមេរិកណាមួយចាប់អារម្មណ៍ចំពោះប្រទេសនានាជាពិសេសអាស៊ីបាទដោយបងប្អូនឃើញស្រាប់ហើយនៅពេលដែលលោកអូបាម៉ាទៅទស្សនកិច្ចនៅប្រទេសលាវយួនបានអនុញ្ញាតឲ្យលាវយកចិត្តអាមេរិកណាដែលជាទង្វើមួយដើម្បីផលប្រយោជន៍របស់ជាតិគេហើយក៏បានផលប្រយោជន៍យួនដែរបាទដូច្នេះខ្ញុំគ្រាន់តែសូមជម្រាបជូនបងប្អូនថាច្បាប់728ដែលសភាអាមេរិកទើបតែអនុម័តថ្មីនេះខ្ញុំប្រៀបធៀបឲ្យបងប្អូនទាំងអស់ពិចារណាដោយគំនិតសុទិដ្ឋិនិយមដោយកតេបណ្ឌិតមិនមែនដោយគំនិតជនពាលឬជនកុម្មុយនីសនោះទេច្បាប់728ប្រៀបបាននឹងធ្នូទឹកមួយដែលអាចកម្ចាត់យក្សឬបិសាចបាទធ្នូទឹកសូមបងប្អូនស្ដាប់ឲ្យច្បាស់ក្នុងរឿងអក្សរសិល្ប៍ខ្មែរគឺប្រៀបបាននឹងធ្នូទឹកបាទហើយធ្នូទឹកនោះដើម្បីបាញ់យក្សតលតែអ្នកនោះមានបុណ្យមានសិលឬក៏មាននិស័យអ្វីមួយដើម្បីលើកធ្នូនោះបាញ់យក្សបាទកម្ចាត់យក្សនៅប្រទេសកម្ពុជាបើសិនជននោះគ្មាននិស័យគ្មានសិលគ្មានការចេះដឹងអ្វីនោះទេក៏មិនអាចប្រើធ្នូនោះដើម្បីបាញ់យក្សចង្រៃដើម្បីបាញ់បិសាចចង្រៃដែលមាននៅក្នុងប្រទេសកម្ពុជានោះទេដូច្នេះសូមបងប្អូនខ្មែរទាំងអស់មេត្តាស្ដាប់សម្ដីខ្ញុំច្បាប់728ប្រៀបបាននឹងធ្នូទឹកមួយដែលអាចបាញ់កម្ចាត់យក្សចង្រៃជាពិសេសដែលមាននៅក្នុងប្រទេសកម្ពុជាបិសាចសាហាវដែលមាននៅក្នុងប្រទេសកម្ពុជាហើយអ្នកដែលអាចប្រើប្រាស់ធ្នូសិលនោះគឺជាអ្នកមានបុណ្យជាអ្នកដែលមានឧបនិស្ស័យក្នុងការប្រើប្រាស់ធ្នូសិលនោះបើជននោះគ្មានឧបនិស្ស័យគ្មានសិលទេពុំអាចលើកធ្នូនោះរួចហើយក៏ពុំអាចប្រើប្រាស់ធ្នូសិលនៃច្បាប់728នោះដែរដូច្នេះសូមបងប្អូនខ្មែរទាំងអស់ជាពិសេសបញ្ញវន្តទាំងឡាយសូមមេត្តាពិចារណាចំពោះច្បាប់728នោះដោយកតេយុត្តិធម៌និងដោយសុទិដ្ឋិនិយមក៏មានគំនិតប្រឆាំងគ្នារវាងខ្មែរនិងខ្មែរដោយសារតែច្បាប់មួយដែលគេបង្កើតឡើងដើម្បីជាផលប្រយោជន៍សម្រាប់ជាតិខ្មែរគឺមិនមែនផលប្រយោជន៍សម្រាប់បុគ្គលឬសម្រាប់គណៈបកណាមួយនោះទេទាំងគណៈបកប្រជាជនក្តីទាំងគណៈបកទាំងអស់ជាពិសេសគណៈបកសង្គ្រោះជាតិក្តីត្រូវទាញយកប្រយោជន៍នៃច្បាប់នោះដើម្បីបម្រើជាតិយើងដើម្បីកម្ចាត់គំនិតយួនឈ្លានពានដែលពេលនេះយួនកំពុងតែសម្រេចផែនការឈ្លានពានប្រទេសកម្ពុជាតាមរយៈរបបលហ៊ុនសែនបានជិតពាក់កណ្ដាលហើយដូច្នេះអ្វីដែលប្រជាពលរដ្ឋខ្មែរភ័យអ្វីដែលគណៈបកសង្គ្រោះជាតិភ័យនោះគឺការមានបំណងលេបយកទឹកដីរបស់
ប្រទេសកម្ពុជាពីសំណាក់យួនដែលជានិច្ចកាលគណៈបកប្រជាជនពុំដែលមានការព្រួយបារម្ភទេព្រោះដូចខ្ញុំនិយាយហើយគ្រប់ស្ថាប័នទាំងអស់ដែលបង្កើតនៅក្នុងរដ្ឋាភិបាលហ៊ុនសែនមិនមែនដើម្បីជាតិទេគឺដើម្បីបម្រើបុគ្គលហ៊ុនសែនគឺហ៊ុនសែននេះហើយដែលជាស្ពានមួយអាចឲ្យយួនចម្លងទៅរកផែនការសម្រេចក្នុងការយកទឹកដីខ្មែរជាពិសេសក្នុងការគ្រប់គ្រងខ្មែរដែលយួនមានមហិច្ឆតាជាយូរមកហើយតាំងពីសម័យសម្ដេចស៊ីនុនៅ1970 75 79សម័យប៉ុលពតនិងជាមួយលោកប៉ែនសវណ្ណតែពួកប៉ុលពតនិងលោកប៉ែនសវណ្ណពុំព្រមទៅទទួលផលអាក្រក់បែបនេះដូច្នេះហើយមន្ត្រីទាំងអស់នៅក្នុងគណៈបកប្រជាជនក្តីនៅក្នុងគណៈបកណាទាំងអស់ក្តីត្រូវមើលផលប្រយោជន៍ជាតិជាធំដូច្នេះចំពោះអ្នកស្នេហាជាតិចំពោះអ្នកប្រជាធិបតេយ្យយើងប្រកាសជាសប្បាយរីករាយនឹងច្បាប់728នោះបាទតែចំពោះពួកជនកុម្មុយនីសពួកជនពុករលួយពួកអ្នកកាន់ផ្ដាច់ការពុំខ្លាចច្បាប់នោះទេបាទហើយថ្មីនេះដោយបងប្អូនឃើញស្រាប់ហើយលោកហ៊ុនសែននៅពេលដែលត្រឡប់ពីប្រទេសលាវវិញបានទទួលសេចក្តីរាយការណ៍បង្ខុសពីអាមីអាថោងរបស់លោកពីបញ្ហាបាតកម្មមួយដែលគណៈបកសង្គ្រោះជាតិបំរុងនឹងធ្វើនៅក្នុងលក្ខណៈរដ្ឋធម្មនុញ្ញបាទគណៈបកសង្គ្រោះជាតិធ្វើអ្វីៗស្របតាមរដ្ឋធម្មនុញ្ញប៉ុន្តែអាមីអាថោងជាពិសេសយួនហើយនៅមន្ត្រីពុករលួយរបស់ហ៊ុនសែនតែងតែចាក់រុកហ៊ុនសែនឲ្យយល់ខុសបាទដូច្នេះហើយបានជារយៈកាលកន្លងមកមានវប្បធម៌សន្តានាមួយបានកើតឡើងតែត្រូវអាមីអាថោងជនពុករលួយនឹងយួនបានចាក់ចុចឲ្យហ៊ុនសែនមើលឃើញសជាខ្មៅមើលលោកសំរងស៊ីជាសត្រូវមើលគណៈបកសង្គ្រោះជាតិជាសត្រូវរបស់ខ្លួនទៅវិញនេះហើយជាផែនការយួនដែលចង់បានដូច្នេះច្បាប់728គឺសម្រាប់ជនផ្ដាច់ការសម្រាប់ជនពុករលួយសម្រាប់ជនណាអ្នកដឹកនាំណាដែលមិនប្រកាន់លទ្ធិប្រជាធិបតេយ្យច្បាប់នោះនឹងកំទេចឬក៏នឹងប្រឆាំងនឹងជននោះបើជននោះជាមនុស្សជាតិនិយមជាអ្នកស្រឡាញ់ប្រជាធិបតេយ្យគេនឹងអបអរសាទរខ្ញុំសូមបញ្ជាក់មេបញ្ជាការកងពលលេខ70ថាបើអស់លោកនៅពេលនេះប្រើប្រាស់កម្លាំងទាហានដើម្បីសម្លាប់ជនជាតិឯងថ្ងៃណាមួយលោកនឹងប្រឈមនឹងច្បាប់អន្តរជាតិហើយទោះបីលោកមានបុណ្យស័ក្តិផ្កាយ100ក៏ដោយក៏លោកមិនអាចគេចផុតពីច្បាប់អន្តរជាតិនិងច្បាប់ជាតិបានដែរដូច្នេះអស់លោកនាយទាហានទាំងឡាយមេត្តាយកគំនិតជាតិជាធំកុំយកគំនិតបំរើបុគ្គលព្រោះបុគ្គលហ៊ុនសែននេះហើយដែលជាស្ពានមួយអាចចម្លងឲ្យយួនសម្រាប់ផែនការលិបទឹកដីខ្មែរគឺសហព័ន្ធឥណ្ឌូចិនដែលមានយួនលាវនិងខ្មែរបំណងរបស់ពួកវាមានតាំងពីសម័យយឺមិញសម័យឥណ្ឌូចិនម្លេះតែត្រូវបរាជ័យដោយកម្លាំងអ្នកតស៊ូខ្មែរទាំងនៅក្នុងចលនាយឺមិញក្តីចលនាយឺកុងក្តីចលនាខ្មែរស្នេហាជាតិរបស់បងប្អូនខ្មែរទាំងអស់ក្តីគឺសុទ្ធតែមានបងប្អូនខ្មែរយើងនៅទីនោះតែបងប្អូនខ្មែរយើងខ្លះដែលមានគំនិតជាតិនិយមបានប្រឆាំងនឹងគំនិតរបស់យួនរហូតមកដល់សពថ្ងៃនេះដូច្នេះហើយខ្ញុំជឿជាក់ថាផែនការរបស់យួនដែលមានបំណងចង់លេបទឹកដីខ្មែរធ្វើឲ្យប្រទេសកម្ពុជាក្លាយជាសហព័ន្ធវៀតណាមតាមបំណងរបស់ហ៊ូជីមិញហើយវាប្រើប្រាស់របបហ៊ុនសែននោះគឺពុំអាចទៅរួចទេហើយដូច្នេះលោកហ៊ុនសែនមេត្តាពិចារណាមែនទែនការប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបបាតកម្មណាដោយអហិង្សាជាទង្វើខុសរដ្ឋធម្មនុញ្ញហើយអាមីអាថោងរបស់លោកជាពិសេសភ្នាក់ងារយួនដែលនៅសង្ងំក្បែរលោកកំពុងតែចាក់ចុចធ្វើយ៉ាងណាឲ្យលោកខ្លាយទៅជាយក្សហើយប្រសិនបើលោកខ្លាយទៅជាយក្សថ្ងៃណាមួយរូបលោកក្តីរបបលោកក្តីនឹងត្រូវព្រួញទឹករបស់អាមេរិកព្រួញទឹករបស់អ្នកស្នេហាជាតិព្រួញទឹករបស់អ្នកប្រជាធិបតេយ្យស្លាប់និងរលាយជាពំខានសូមអរគុណសូមជម្រាបលាបាទធាតុអាកាសថ្ងៃនេះល្អមែនទែនខ្ញុំពុំហ៊ានពាក់មួកទេពេលដែលខ្ញុំនិយាយឥឡូវនេះខ្ញុំពាក់មួកវិញព្រោះក្តៅបន្តិចបាទដូច្នេះរាល់កំហុសឆ្គងទាំងឡាយណាអំពីคลิปរបស់ខ្ញុំទោះបីខ្ញុំនិយាយខុសឬត្រូវយ៉ាងណាក៏ដោយសូមបងប្អូនមេត្តាអភ័យទោសព្រោះអ្វីដែលខ្ញុំនិយាយមិនមែនបំរើបុគ្គលឬបំរើបកហួសហេតុនោះទេបើខ្ញុំយល់ឃើញថាបកណាល្អខ្ញុំនឹងជួយគ្រប់គ្រងព្រោះគណៈបកអាចរលាយបានតែជាតិមិនអាចរលាយបានទេបាទសូមអរគុណសូមជម្រាបលា